ការធ្វើឲ្យខ្លួនយើងមានតម្លៃហ្នឹងហើយអញ្ចឹងមានន័យថាអ្នកដតីហ្នឹងហើយធ្វើឲ្យអ្នកដតីហ្នឹងមើលមកយើងក្នុងការគោរពក៏ដូចជាឃើញយើងហ្នឹងគឺជាមនុស្សដែលមានតម្លៃតែម្ដងដើម្បីឲ្យគេហ្នឹងយល់ពីអត្ថន័យចំពោះការរស់នៅរបស់យើងអញ្ចឹងណាហ្នឹងហើយនេះជាវិធីមួយចំនួនដែលអាចជួយឲ្យបងប្អូនទាំងអស់គ្នាហ្នឹងបង្កើតតម្លៃនៅលើខ្លួនឯងមិនថាតែខ្ញុំឬបងប្អូនទេអញ្ចឹងយើងអាចប្រើវិធីនេះបានដើម្បីឲ្យយើងអាចនិយាយបានថាខ្លះទៅជាមនុស្សដែលគេគោរពស្រឡាញ់និងផ្ដល់តម្លៃឲ្យបាទអញ្ចឹងសម្រាប់ទី1ចំណេះដឹងនិងជំនាញយើងត្រូវសិក្សាបន្ថែមឬរៀនជំនាញណាមួយឬក៏ជំនាញថ្មីៗផ្សេងៗហ្នឹងដើម្បីធ្វើឲ្យខ្លួនរបស់យើងហ្នឹងមានតម្លៃកាន់តែខ្លាំងមិនថានៅទីកន្លែងការងារឬក៏នៅក្នុងសង្គមជាដើមបងប្អូនអាចតន់ហើយកន្លែងហ្នឹងយើងមានន័យថាយើងត្រូវរៀនចំណេះជំនាញណាមួយដើម្បីឲ្យយើងនឹងកាន់តែចេះច្រើនឬក៏ស្ទាត់ជំនាញនៅខាងជំនាញណាមួយចឹងនៅពេលដែលយើងចេះជំនាញឬក៏ចំណេះមួយនឹងហើយទោះបីជាយើងទៅធ្វើការនៅទីកន្លែងណាទៅដល់ទីណាក៏គេឆ្ងាយសរសើរមានន័យថាអូអ្នកនេះលយមែនទែនអស្ចារ្យមែនទែនអាចធ្វើបានហ្នឹងហើយអញ្ចឹងគឺអានេះគឺជាចំណុចទី1បាទសម្រាប់ចំណុចទី2មានន័យថាមានឆន្ទៈល្អនិងភាពស្មោះត្រង់ដូច្នេះគឺមានន័យថាការបង្ហាញឲ្យគេឃើញអំពីភាពស្មោះត្រង់របស់យើងនិងសុចរិតធ្វើឲ្យគេដែលជាអ្នកចាំមើលយើងហ្នឹងគេទទួលស្គាល់យើងហ្នឹងហើយទទួលបានការទុកចិត្តអំពីយើងទៀតហ្នឹងហើយគឺជាអត់ផុតពីការសរសើរទេនៅពេលដែលយើងទទួលបាននូវភាពស្មោះត្រង់មួយចំណុចនេះទៀតគឺគេកាន់តែចូលចិត្តយើងហើយគេស្ងើចសរសើរអញ្ចឹងយើងក៏មានតម្លៃមួយកម្រិតទៀតផងដែរហើយមិនថារឿងណាមួយមិនថាការងារឬក៏កិច្ចការអ្វីផ្សេងទេបើសិនជាយើងអត់មានភាពស្មោះត្រង់គឺគ្មានអ្នកដែលទុកចិត្តជាមួយនឹងយើងទេអញ្ចឹងបើសិនជាឧទាហរណ៍ទៅលើការងារវិញបើសិនជាយើងកលិចកលុចណានិយាយភាសាអញ្ចឹងកលិចកលុចឬក៏អត់ស្មោះត្រង់ជាមួយគេអត់ហ៊ាននឹងរួមការងារជាមួយយើងទេហ្នឹងវាពិបាកចំណុចហ្នឹងយើងត្រូវតែមានភាពស្មោះត្រង់នៅចំណុចទី3គឺជាការជួយអ្នកដទៃអញ្ចឹងការធ្វើល្អជាមួយអ្នកដទៃគឺជួយបង្កើតភាពគោរពនិងការស្រឡាញ់អំពីរវាងចិត្តយើងនិងចិត្តគេផងដែរដើម្បីជាការទុកចិត្តបន្ថែមទៀតអំពីភាពស្មោះត្រង់បាញ់ហ្នឹងគឺជាការជួយហ្នឹងហើយនៅពេលដែលយើងមានភាពស្មោះត្រង់ហើយយើងចូលដល់ចំណុចទី3នេះយើងត្រូវមានការជួយគ្នាទៅវិញទៅមកឥឡូវយើងលើកអំពីការងារម្ដងទៀតនៅពេលដែលយើងរួមការងារបើសិនជាយើងចេះជួយគ្នាចេះយល់យកក៏ដូចជាយល់យោងគ្នាទៅវិញទៅមកមានន័យថាការជួយគ្នាទៅមកហ្នឹងហើយមានន័យថាសាមគ្គីគ្នាអញ្ចឹងនៅពេលដែលយើងសាមគ្គីគ្នាជួយគ្នាទាំងអស់គ្នាហើយយើងនឹងអាចរលូនហើយការងារយើងនឹងបានល្អមែនទែនហ្នឹងហើយបើសិនជាយើងគេថាមួយទៅលិចមួយទៅកើតអត់សាមគ្គីគ្នានិយាយគ្នាអត់ចូលគ្នាអាហ្នឹងគឺវាអត់ទៅមុខទេអញ្ចឹងតោះតែយើងសាមគ្គីគ្នាហ្នឹងហើយបាទនៅក្នុងចំណុចបន្ទាប់គឺយើងត្រូវមានគំនិតវិជ្ជមាននិងស្មារតីអត់ធ្មត់មិនបោះបង់ងាយៗទេហើយធ្វើឲ្យអ្នកមានភាពរឹងមាំហើយជាអ្នកដែលអ្នកដទៃហ្នឹងគេចង់ស្គាល់អញ្ចឹងយើងមានគំនិតវិជ្ជមានបន្ទាប់មកមានស្មារតីអត់ធ្មត់មានន័យថាអត់ធន់ស៊ូទ្រាំនឹងរឿងអ្វីដែលយើងបានជួបហ្នឹងមិនងាយបោះបង់ហ្នឹងអញ្ចឹងចំណុចហ្នឹងហើយនៅពេលដែលគេឃើញយើងមានន័យថាគេឃើញយើងមានភាពរឹងមាំក្លាហានហ្នឹងហើយតស៊ូហើយអញ្ចឹងហើយនេះហើយជាភាពដែលគេមើលមកយើងហ្នឹងមានន័យថាយើងជាមនុស្សមួយដែលអាចក្លាហានអាចតស៊ូគ្រប់ឧបសគ្គបានអញ្ចឹងយើងគឺជាមនុស្សដែលគេទទួលស្គាល់យើងទៀតហើយហ្នឹងហើយ